សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាដែលតាមដាននៅ Channel ខ្យានិទានថ្ងៃនេះខ្ញុំមានសាច់រឿងថ្មីមួយទៀតហើយសម្រាប់ចែកចម្លែកដល់ប្រិយមិត្តទាំងអស់គ្នាស្ដាប់កំសាន្តរឿងនេះដែលគឺពាក់ព័ន្ធទៅនឹងរឿងអបិយជំនឿក៏ដូចជាខ្មោចលងសាហាវបំផុតណាបងប្អូនតើរឿងរ៉ាវទៅជាយ៉ាងណាសូមបងប្អូនកុំភ្លេចតាមដានទាំងអស់គ្នាកុំភ្លេចបងប្អូនដែលមកថ្មីជួយចុច Subscribe មួយទៅដើម្បីលើកទឹកចិត្តដល់admin និងតាមដានរាល់វីដេអូដែលខ្ញុំបានផុសទៅផ្ដើមសាច់រឿងរបស់យើងគឺមានក្រុមនិស្សិត3នាក់ដែលខាងផ្នែកស្ថាបត្យកម្មហ្នឹងគឺទី1គឺមានឈ្មោះថាវិចិត្រទី2តារានិងទី3ហ្នឹងគឺសុភ័ណ្ឌហើយពួកគាត់ទាំង3គឺបានធ្វើដំណើរគឺទៅតំបន់ជួរភ្នំក្រវាញឯណោះដើម្បីសិក្សាពីសំណង់ចាស់ចាស់ក៏ដូចជាដើម្បីបានថតរូបស្អាតក៏ដូចជាថតនៅថ្ងៃលិចដ៏ស្អាតផងនោះពួកគេក៏បានទៅដល់នៅជើងភ្នំក្រវាញហ្នឹងណាបាទហើយដោយហេតុតែនៅទីនោះគឺមានសភាពស្អាតបាទគឺធម្មជាតិហើយព្រមទាំងមានអ្វីៗដែលឲ្យពួកគេនេះគឺចាប់អារម្មណ៍ពួកគេគឺដើររហូតដល់ក្នុងព្រៃជ្រៅអញ្ចឹងណាបាទហើយរហូតដល់ថ្ងៃរៀងជ្រេដែរគឺធ្វើឲ្យពួកគេទាំង3នាក់គឺវង្វេងផ្លូវបាទហើយចេញមកក្រៅគឺមិនរួចនោះទេពួកគេទាំង3នឹងខំដើររកផ្លូវចេញដែរប៉ុន្តែកាន់តែដើរកាន់តែហត់ប៉ុន្តែដើររកមិនឃើញអីអញ្ចឹងដោយសារតែព្រះអាទិត្យក៏បានជ្រិលជ្រេកាន់តែល្ងឹតទៅអីបងប្អូនបាទហើយខណៈដែលពួកគេនឹងគឺកំពុងតែភ័យស្លន់ស្លោស្រាប់តែពួកគេគឺដើរមួយសន្ទុះក្រោយមកគឺចិត្តដើមឈើមួយដ៏ធំហ្នឹងគឺប្រទះឃើញវិឡាមួយដែលស្កឹមស្កៃបំផុតបាទហើយវិឡានោះគឺបែបស្ទាយក៏ដូចជាក្បាច់ហ្នឹងគឺដូចជាក្បាច់បារាំងអញ្ចឹងឯងដល់ធំមួយគឺនៅស្ថិតនៅក្នុងកណ្ដាលព្រីបាទគឺដាច់ស្រយាលពីជើងភ្នំបន្តិចហើយវាគឺជារឿងចម្លែកណាស់ព្រោះនៅក្នុងតំបន់ដែលដាច់ស្រយាលបែបនេះគឺមិនគួរណាដែលមានផ្ទះដ៏ស្កឹមស្កាយបែបនេះឡើយហើយផ្ទះហ្នឹងគឺមានសភាពថ្មីនៅឡើយទេបងប្អូនណាបាទអញ្ចឹងដោយគ្មានជំរឿនណាពួកគេក៏សម្រេចចិត្តថាយើងសុំផ្ទះហ្នឹងគឺសម្រាប់មួយយប់ទៅដោយសារតែយើងមិនដឹងថាទៅរកផ្លូវឯណាដើម្បីចេញទៅក្រៅនោះទេបាទអញ្ចឹងពួកគេ3នាក់ហ្នឹងបាទដោយគ្មានជំរឿនពួកគេក៏ដើរទៅក្នុងផ្ទះហ្នឹងណាបងប្អូនបាទហើយពួកគេស្រាប់តែដើរទៅដល់មាត់ទ្វារអញ្ចឹងណាហើយពួកគេមិនទាន់បានបើកទ្វារផងស្រាប់តែទ្វារគឺបានបើកដោយខ្លួនឯងបាទហើយពួកគេដើរចូលទៅគឺផ្ទះហ្នឹងគឺมันមានថាអ្វីដែលស្អាតនោះទេហើយតាមទ្វារតាមអីគឺសិតតែសម្បុកពីងពីងណាបងប្អូនបាទហើយពួកគេដើរទៅចូលទៅសម្រានហ្នឹងបាទហើយក៏កាច់មែកឈើមែកអីហ្នឹងគឺបោសសម្អាតកន្លែងបន្ទប់គេងអីចឹងទៅបាទហើយផ្ទះហ្នឹងគឺមានបន្ទប់ស្អាតណាស់ប៉ុន្តែហាក់ដូចជាភ្លើងឆេះអ្វីទេគឺខ្មៅនៅតាមជញ្ជាំងអីអញ្ចឹងណាបងប្អូនបាទហើយពួកគេដើរទៅមុខទៀតក៏ឃើញម្ចាស់ផ្ទះហ្នឹងគឺលក្ខណៈថាញញឹមបាទគឺអត់ចាញ់ទទួលគាត់ទេគឺញញឹមតែម្ដងហើយម្ចាស់ផ្ទះគាត់ក៏បានណែនាំខ្លួនថាគាត់នេះគឺជាម្ចាស់ផ្ទះដែលនៅទីនេះបាទអ្វីដែលគួរឲ្យកត់សម្គាល់គឺនៅក្នុងផ្ទះហ្នឹងគឺមានក្លិនផ្ការំដួលក្អូបឈ្ងុយឈ្ងប់តែម្ដងហើយក៏ប៉ុន្តែបងប្អូនរូបភាពដែលព្យួរនៅលើជញ្ជាំងហ្នឹងហាក់ដូចជាមិនញញឹមសោះបាទគ្រប់រូបភាពគឺអត់ញញឹមទេព្រមទាំងបងប្អូនណាទាំង3នេះហ្នឹងមើលទៅរូបថតហ្នឹងប្រៀបដូចជាលក្ខណៈថាញាតិចិញ្ចើមអាម៉េចទេបាទគឺគេខ្សឹបគ្នាប្រាប់អីអញ្ចឹងណាបាទហើយព្រមទាំងមានពេញពីងរោមតាមរូបថតហ្នឹងទៀតបាទហើយនីលកានៅទីនោះគឺលក្ខណៈថាដូចវិលថយក្រោយអញ្ចឹងឯងបាទហើយលោកម្ចាស់ផ្ទះដែលនៅទីនោះណាបាទគឺបានរៀបចំបាយទឹកនំចំណីហ្នឹងប្រៀបដូចជាដឹងមុនថាពួកគេនឹងមកទីហ្នឹងអញ្ចឹងណាបាទហើយលក្ខណៈថាវិចិត្រ
និងតារាដែលកំពុងតែឃ្លានផងនោះពួកគេក៏ចាប់ផ្ដើមញ៉ាំយ៉ាងជក់មាត់តែម្ដងប៉ុន្តែអ្វីដែលពិសេសគឺសុភ័ណ្ឌដែលជាមនុស្សដែលពូកែសង្កេតណាបាទហើយក៏ចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមិនសូវស្រួលមិនទេនាងក៏បានធ្វើឲ្យស្លាបព្រាដែលនៅលើតុណាបងប្អូនគឺបានជ្រុះនឹងអែបអញ្ចឹងទៅហើយនាងក៏បានលក្ខណៈថាអោនរើអញ្ចឹងណាហើយស្រាប់តែរឿងរ៉ាវដែលមិនគួរឲ្យជឿហ្នឹងគឺបានកើតឡើងបាទស្រាប់តែឃើញជើងរបស់លោកម្ចាស់ផ្ទះហ្នឹងគឺมันបានប៉ះនឹងអែបនោះឡើយបាទអញ្ចឹងធ្វើឲ្យនាងគឺឆ្ងល់កាន់តែខ្លាំងឡើងហើយនាងគឺស្រាប់តែក្រឡេកមើលចានម្ដងទៀតបាទនាងញីភ្នែកអីអញ្ចឹងណាបាទអញ្ចឹងក្រោមពន្លឺដែលភ្លើងទៀនហ្នឹងដែលកំពុងតែរេរាំហ្នឹងអាហារដែលធ្លាប់តែឃើញសាច់មាន់សាច់ជ្រូកឬក៏បន្លែស្រស់អីហ្នឹងគឺប្រែជាសិតតែដង្កូវនិងសាច់លក្ខណៈថាស៊ុយរលួយបែរកំពុងតែមានដង្កូវរុកអីអញ្ចឹងទៅបាទដែលមានឈាមនោះគឺបានប្រឡាក់តិចតួចដែរតាមចានអីអញ្ចឹងណាហើយសត្វល្អិតគឺពេញចានតែម្ដងបាទហើយនាងណាបងប្អូននាងគឺមិនហ៊ានស្រែកនោះទេបាទគឺមិនហ៊ានស្រែកប្រាប់បាទមិត្តទាំងពីរនាក់របស់នាងទេដោយសារតែនាងគឺខ្លាចបាទដោយសារតែនៅក្នុងផ្ទះហ្នឹងគឺបានយើងលក្ខណៈថាពួកគេទាំង3ក៏បានចូលសម្រានហើយបើថាមានរឿងរ៉ាវអ្វីគាត់នឹងពិបាកបន្តិចហើយអញ្ចឹងគឺនាងសង្ងំហើយឲ្យពួកគេទាំងពីរគឺញ៉ាំអាហារហ្នឹងគឺឲ្យឆ្អែតសិនបាទហើយលក្ខណៈថាម្ចាស់ផ្ទះក៏បានរៀបចំកន្លែងគេនឹងគឺស្រួលបួលសម្រាប់ពួកគេទាំង3អញ្ចឹងណាបាទហើយកណ្ដាលអាត្រៀតហ្នឹងគណៈពេលដែលមិត្តទាំងពីររបស់នាងហ្នឹងបងប្អូនគឺដេកលងលក់ស្កប់ស្កល់នឹងប្រហែលដូចជាត្រូវថ្នាំសណ្ដំនៅក្នុងអាហារអញ្ចឹងឯងប៉ុន្តែនាងសុភ័ណ្ឌហ្នឹងបាទគឺបានលួចដើរចេញមកក្រៅបន្ទប់ណាបាទគឺនាងគឺបានឃើញលោកម្ចាស់ផ្ទះហ្នឹងកំពុងតែឆ្លុះកញ្ចក់បាទឆ្លងកញ្ចក់ហ្នឹងនិយាយជាមួយនរណាម្នាក់ទេប៉ុន្តែកញ្ចក់នោះបងប្អូនគឺអត់បានឆ្លោះមិនទេបាទគឺអត់បានឆ្លោះមើលខ្លួនឯងទេបាទនៅក្នុងកញ្ចក់នោះគឺមិនមែនជារូបគាត់នោះឡើយបាទហើយក្នុងកញ្ចក់នោះគឺមានសាកសពដែលហើមប៉ោងស្អុយរលួយអីអញ្ចឹងបងប្អូនបាទហើយនាងលក្ខណៈថាភ័យហើយគប់មាត់ខ្លាំងមែនតើបាទហើយសាកសពនោះដែលកំពុងតែឆ្លុះកញ្ចក់មើលបាទគឺมันបានឃើញក៏ដូចជាมันបានដឹងនាងសុភ័ណ្ឌនោះទេថាតើពួកគេទាំង3បងប្អូនគឺបានសម្រានលងលក់ទៅហើយបាទហើយនាងសុភ័ណ្ឌក៏បានដើរទៅបន្ទប់វិញបងប្អូនណាបាទទៅបន្ទប់នោះគឺមិនមែនថាទៅបន្ទប់ដីទេបាទគឺទៅបន្ទប់មួយដែលនៅក្រោមដីអញ្ចឹងណាពួកអីនាងគឺជាអ្នកពូកែសង្កេតណាបាទនាងក៏បានចូលទៅក្នុងបន្ទប់ក្រោមដីហើយក៏បានឃើញអត្តកំបាំងដ៏រន្ធត់មួយបាទនៅទីនោះគឺមានមឈូសបាទគឺជាច្រើនហើយមឈូសនោះបងប្អូនដែលសត្វតាមានហ្នឹងគឺមានឈ្មោះអ្នកទេសចរតែអ្នកទេសចរហ្នឹងបងប្អូនដែលបាត់ខ្លួនហ្នឹងគឺប្រហែលឆ្នាំមុនហើយបងប្អូនប្រហែលជា10ឆ្នាំមុនបាទហើយអ្វីដែលរន្ធត់ណាបងប្អូនទីបំផុតណានៅទីនោះគឺមានមឈូសដែលនៅទន្លេគឺចំនួន3ហើយនៅលើក្បាលមឈូសហ្នឹងបងប្អូនគឺមានសរសេរឈ្មោះពួកគេទាំង3នាក់ផងដែរគឺទី1គឺវិចិត្រទី2គឺតារានិងទី3គឺឈ្មោះរបស់នាងតែម្ដងបាទនាងគឺផិតភ័យខ្លាំងមែនតើបាទហើយសុភ័ណ្ឌមិនដឹងថាត្រូវធ្វើយ៉ាងណានោះទេបាទនាងក៏បានចេញពីបន្ទប់ក្រោមដីហ្នឹងណាបាទហើយក៏ប្រញាប់ប្រញាល់ទៅលក្ខណៈទៅបន្ទប់គេងរបស់នាងវិញទាំង3នាក់ហ្នឹងណាបាទហើយទៅដល់ហ្នឹងពួកគេទាំងពីរនាក់វិចិត្រនិងតារាហ្នឹងគឺកំពុងតែគេងស្កប់ស្កល់ណាបាទតែនាងគឺភ័យខ្លាចខ្លាំងមែនតើបាទហើយពួកគេបងប្អូនពួកគេគឺដេកដូចត្រូវថ្នាំសណ្ដំអ្វីអញ្ចឹងបងប្អូនបាទគឺគ្មានកម្រើទេបាទហើយនាងសុភ័ណ្ឌរបស់យើងគាត់ក៏បានលក្ខណៈថាកសឹបប្រាប់ពួកគេទាំងពីរណាប៉ុន្តែពួកគេទាំងពីរហាក់បីដូចជាស្វឹងស្រាអញ្ចឹងឯងបងប្អូនបើប្រាប់ទៅគឺថាវាមិនដែរណាវាមិនដែររឿងនឹងកើតមានណាបងប្អូនណាបាទគឺគាត់អត់ជឿបាទអញ្ចឹងលក្ខណៈថាពួកគាត់នៅតែទៅចេះថាมันមានរឿងអ្វីទេផ្ទះនឹងគឺល្អណាបាទហើយងាកមិញគឺគ្នាបានហូបអាហារឆ្ងាញ់ណានៅពេលដែលសុភ័ណ្ឌបានប្រាប់រឿងរ៉ាវទាំងអស់ខ្សឹបតាមតិចគាត់អញ្ចឹងណាបាទហើយពួកគេគឺបានងើបបងប្អូនដោយសារតែសុភ័ណ្ឌគឺបានប្រាប់ដដែលអញ្ចឹងណា
ហើយតារានឹងវិចិត្រគឺបានវិលមុខដោយសារតែយើងងុយដេកផងព្រមទាំងមិនដឹងថាមានអ្វីដែលចម្លែកទៅក្នុងអាហារហ្នឹងណាបាទគឺធ្វើឲ្យគាត់វិលមុខបាទពួកគេក៏បានបញ្ញាប់បញ្ញាល់គឺចេញពីផ្ទះនោះគឺទាំងយប់តែម្ដងរៀបចំអីវ៉ាន់អីអញ្ចឹងណាបាទពួកគេក៏ចេញពីបន្ទប់នោះដើរស្ងាត់ស្ងាត់អញ្ចឹងណាបងប្អូនដើរបែបលបអីអញ្ចឹងបងប្អូនស្គាល់ថាពាក្យលួចឬក៏យើងលួចចេញពីបន្ទប់អ្វីមួយគឺបែបហ្នឹងឯងបាទគឺគាត់ដើរបែបស្ងាត់ស្ងាត់ហើយលក្ខណៈថាគាត់បើកបន្ទប់ខ្វើងអីអញ្ចឹងណាបងប្អូនគឺឃើញម្ចាស់ផ្ទះហ្នឹងគឺបានបង្ហាញរូបរាងពិតបាត់ទៅហើយបាទហើយលក្ខណៈថាឥឡូវនេះគឺមិនមែនជាមនុស្សទៀតទេគឺជាខ្មោចព្រាយដែលមានសក់ដូចជាកញ្ចក់នឹងគឺវែងបាទហើយខ្លួនរបស់គេគឺលក្ខណៈថាឈាមប្រឡាក់ពេញហ្នឹងហ្នឹងបងប្អូនអើយបាទគឺមានតកៅរកផងនោះបាទហើយព្រីមនោះពួកគេក៏បានលក្ខណៈថារុញសាកសពនោះចេញពីមាត់ទ្វារហើយក៏បានលោតចេញពីបន្ទប់នោះបងប្អូនបាទលោតចេញពីជាន់ទី2បាទហើយពួកគេទាំង3ក៏មិនបានលក្ខណៈថាយកអីវ៉ាន់ច្រើននោះទេបាទរត់យកតែរួចខ្លួនបាទហើយពួកគេក៏បានរត់កាត់ទាំងជប់តែម្ដងតាមព្រីអញ្ចឹងណាងងឹតស្របបាទហើយសម្លេងនោះក៏បានសើចកកាកអាយអីអញ្ចឹងទៅពីក្រោយគាត់ប៉ុន្តែព្រីនោះគឺបានមិនបានតាមគាត់នោះទេបាទអញ្ចឹងពួកគេនឹងគឺរត់យកមែនតើបាទគឺរហូតទៅដល់ភ្លឺបាទរហូតទៅដល់ភ្លឺទៅប្រទះឃើញមានផ្លូវបាទក៏ដូចជាផ្ទះរបស់អ្នកភូមិដែលនៅទីនោះផងដែរចិត្តជួរភ្នំកវាញអីអញ្ចឹងណាបាទហើយពួកគេក៏បានលក្ខណៈថានិយាយប្រាប់អ្នកភូមិក៏ដូចជាអបប៉ូលីសសន្តិសុខនៅក្នុងភូមិហ្នឹងណាបាទហើយក៏បាននាំសន្តិសុខក៏ដូចជាប៉ូលីសហ្នឹងគឺបាននាំអ្នកភូមិនេះអីគឺមកត្រង់កន្លែងដែលពួកគេគឺជួបកាលពីយប់មិញបាទអញ្ចឹងលក្ខណៈថាពួកគេដើរមកដល់ផ្ទះនោះណាបាទគឺមិនឃើញមានអ្វីនោះទេគឺឃើញតែវាស្មៅទទេនឹងដើមឈើដ៏ធំមួយដែលមានព្យួរអាវក្រាស់របស់វិចិត្រដែលបានផ្លិចយកកាលពីយប់មិញអីអញ្ចឹងណាបាទហើយនៅទីនោះគឺមានអាក់កំបាំងមែនតើអ្នកភូមិក៏បានប្រាប់ពួកគេទាំង3នាក់ថារឿងនេះគឺជារឿងពិតអ្នកភូមិបាននិយាយថាកាលពីសម័យសង្គ្រាមគឺមានវេលាបារាំងមួយមែនដែលត្រូវបានគេគឺបានដុតបំផ្លាញទៅហើយម្ចាស់ផ្ទះដែលនៅទីនោះបងប្អូនត្រូវបានគេសម្លាប់យ៉ាងអនាយធមបំផុតអ្នកភូមិទីនោះក៏បាននិយាយទៀតថាឲ្យតែថ្ងៃសិលបងប្អូនគឺមានសម្លេងស្រែកក៏ដូចជាសម្លេងស្រោចយំនៅម្ដុំដើមឈើធំហ្នឹងប៉ុន្តែអត់មានផ្ទះអីនោះទេបាទលក្ខណៈថាអ្នកភូមិនឹងគឺបានប្រាប់រឿងរ៉ាវទៅដល់ពួកគេទាំង3រួចអស់ហើយពួកគេទាំង3នាក់ក៏បានសម្លឹងមកមុខគ្នានេះទាំងញ័រខ្លួនតែម្ដងហើយពួកគេទាំង3នាក់បាននិយាយថាជីវិតរបស់ពួកយើងនឹងគឺបានរួចផុតហើយពីមច្ចរាជដោយសារតែភាពវិឆ្លាតគឺរបស់សុភ័ណ្ឌហើយតារានឹងវិចិត្រក៏បានអរគុណដល់សុភ័ណ្ឌនឹងឯងណាបងប្អូនបាទហើយរឿងនេះគឺបានបញ្ចប់តែត្រឹមនេះបើសិនជាខ្ញុំអភិបាយទៅមានការរអាក់រអួលឬក៏ខុសឆ្គងត្រង់កន្លែងណាមួយសូមបងប្អូនអធិស្ឋានសូមអរគុណសូមជម្រាបលា